ngàyនេះមកញ៉ាំសាច់គោនៅផ្សារតាប៉ាងបងប្អូនសាច់គោជាលួចនេះអនុស្សាវរីយ៍10 ឆ្នាំមុនណាឥឡូវនៅមានលក់ដដែលកាន់មកយូរហើយនេះមកខ្ញុំនៅសៀមរាបហ៎តាប៉ាងមកលេងនឹកឃើញមកសាកមើលរសជាតិដដែលអត់ហើយមានពងទាកូនហើយនិយាយរួមកន្លែងច្រើនតែលក់ច្រើនណាខាងនោះក៏មានណាជុំវិញនៅផ្សារតាប៉ាងបងប្អូនចឹងមកញ៉ាំហ្នឹងទៅបាទហើយមានស៊ុបមានអីទៀតឥឡូវនេះអ្នកញ៉ាំមានជ្រក់មានអីដាក់ចាតិចមកទេគេឡើងឈ្ងុយបាញ់អស់ទឹកគោ5ទឹកកាស៊ុប1អំប៉ាំង2កណាត់អស់$27,500ជាបាទខ្ញុំទៅញ៉ាំនំប៉័ងហើយសាច់គោអាំងនេះមកផ្អែមពុកម្ដងអូនណាស្គាល់ទេផ្អែមពុកនៅផ្សារតាប៉ាងជាបាត់ថ្មីបងប្អូនបាទចំនួន8ជាងខ្ញុំពេកជាចិត្តញ៉ាំណាឥឡូវខាងមកសាច់ម្ដងទៀតចាំពីអ្នកបងប្អូនអើយឆ្ងាញ់ប៉ុន្តែឲ្យហ៊ានញ៉ាំច្រើនទៅវិញខ្ញុំម្ដងមកថតទៅខ្ញុំថតទៅវិញមកផ្អែមមួយចានញ៉ាំ2នាក់មិនអត់លុយទេតែយើងខ្លាចថតណែមើលទៅនេះ